សួស្តីអ្នកទាំងអស់គ្នាផ្លេចខៅភាសាក៏ឈានចូលមកដល់ហើយភ្លៀងធ្លាក់បណ្ដាហើយនេះគឺជាសកម្មភាពរបស់ខ្ញុំដែលខ្ញុំបានទៅលេងខេត្តពោធិ៍សាត់ប្រហែលជា2ឆ្នាំមុនហើយទីតាំងដែលខ្ញុំបានទៅលេងហ្នឹងគឺភ្នំ1500អ្នកទាំងអស់គ្នានិយាយទៅសម្រស់នៅខេត្តពោធិ៍សាត់គឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាដូចដែលបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងនៅពេលដែលខ្ញុំទៅហ្នឹងគឺមានភ្លៀងធ្លាក់បណ្ដាព្រោះដោយសារតែចំខែវស្សាសម្រស់ធម្មជាតិគឺខៀវស្រងាត់លាយឡំនឹងជាមួយនឹងពពកសនៅពេលដែលមានភ្លៀងធ្លាក់តិចនៅលើកំពូលភ្នំអ្នកទាំងអស់គ្នាជាលើកទី1ដែលបងខ្ញុំបានមកជំនាញខាងហ្នឹងដោយសារឆ្ងាយដែរយើងជិះពីខេត្តព្រៃវែងមកខេត្តពោធិ៍សាត់ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាឆ្លៀតពីការងារបើចូលចិត្តលក្ខណៈភ័យភ្នំបែបហ្នឹងអ្នកទាំងគ្នាអាចមកលេងនៅខេត្តពោធិ៍សាត់បានមានទឹកជ្រោះមានផ្លូវក្បាត់ខ្វែងនិងសម្រស់ធម្មជាតិដូចដែលបានឃើញនៅក្នុងវីដេអូនេះយើងជិះម៉ូតូក៏បានជិះក៏បានតែសម្រាប់ពួកខ្ញុំគឺក្រុមម៉ូតូអញ្ចឹងខ្ញុំអាចប៉ះជាមួយនឹងខ្យល់ត្រជាក់នៅលើភ្នំប៉ះនឹងពពកដែលវារសាត់មកប៉ះខ្លួនយើងអញ្ចឹងណាហើយមេឃភ្លៀងត្រជាក់មកអស់ហើយជាតិខ្លាំងមែនតើសុំថែម5ចានទៀតសូវចេះ voice over ទេចង់ប្រាប់ថាឡយខ្ញុំប្រាប់បងប្អូនថានេះជាវីដេអូចាស់របស់ខ្ញុំទេខ្ញុំយកមកកាត់ភាសាថ្មីដើម្បីរាយរាប់ប្រាប់បងប្អូនមួយបើសិនជាបងប្អូនចង់មើលទៀតទេមិនបាច់ចាំចាប់ subscribe ស្អី like ស្អីទេចូលចិត្តចាំមើលហើយបើចូលចិត្តជួយ like ហើយ follow បន្ថែមផងដើម្បីទទួលបានវីដេអូកញ្ចាស់បន្ថែមទៀតអំពីខ្ញុំបាទសូមអរគុណ Young, dumb and broke. Young, dumb, broke high school kids. Yeah, da 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 da.